យើងបាទអញ្ចឹងកញ្ញាគឺមិនអស់ចិត្តទេសម្រាប់បងប្អូនស្រីដែលស្លាប់នៅកន្លែងកំសាន្តគឺ Plastic នៅខេត្តសៀមរាបបាទរយៈពេលជាច្រើនថ្ងៃបាទគិតមកដល់ពេលមួយថ្ងៃដែលបងស្រីបង្កើតតារាសម្ដែងស្រីលីមនីនាថបានបាត់បង់ជីវិតដោយសារតែចរន្តអគ្គិសនីឆក់ស្លាប់នៅតំបន់ Plastic នៅខេត្តសៀមរាបបាទជាការពិតការបាត់បង់សមាជិកគ្រួសារគឺមិនអាចកាត់ចិត្តបានងាយៗនោះទេព្រោះនៅការរស់រវាងកញ្ញាលីមនីនាថនិងបងស្រីធ្លាប់មានអនុស្សាវរីយ៍ជាច្រើនរាប់ភ្លេចជាមួយគ្នាមិនអស់បាទនៅក្នុងពេលនេះដែរតារាស្រីរូបនេះធ្វើការបង្ហោះសារមួយរូបនៅក្នុងបណ្ដាញសង្គម Facebook ដោយនាងបានសរសេរថាខែនេះខែមុនថ្ងៃនេះថ្ងៃមុនមួយប្រព្រឹត្តភ្នែកសោះខ្ញុំមានពីប្តីស្រីអស់មួយជីវិតមួយខែហើយណាអូនដែលបងមិនអាចឮសំឡេងអូនកេងអោបប្រឡែងជាមួយគ្នាបងច្រណែននឹកអូនណាស់ព្រោះវាមិនមែនជាបងហេតុអ្វីមិនមែនជាបងហេតុអ្វីបានជាទៅចោលបងហេតុអ្វីមិននឹកបងហេតុអ្វីមិនចង់ប្រាប់ថានឹកអូនខ្លាំងណាស់ស្រឡាញ់អូនខ្លាំងណាស់ត្រូវការអូនខ្លាំងណាស់ហើយរាល់ថ្ងៃបងតែងតែគិតថាវាជាសុបិនអាក្រក់មួយទេអូនបងមិនទាន់ទៅណាទេប៉ុន្តែហេតុអ្វីទៅខ្ញុំបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្ញុំហេតុអ្វីជួយប្អូនម្នាក់មិនបានហេតុអ្វីខ្ញុំបំបែកពួកខ្ញុំបងសំទោសសារមួយនេះធ្វើឲ្យអ្នកលេងបណ្ដាញ Facebook ជាច្រើនអ្នកអាណិតនាងជាពុនពេកដែលនៅតែមិនដាច់ចិត្តនឹងនឹកស្រណះប្អូនស្រីដែលទោះកន្លងរយៈពេល1ខែទៅហើយបាទអញ្ចឹងរយៈពេល1ខែគឺពិតជាលឿនបាទអញ្ចឹងមហាជនគឺគាត់បានបាទគឺពិតជាស្អាតណាស់បាទគឺបងស្រីរបស់គាត់គឺបានឆក់ខ្សែភ្លើងនៅផាកបាទគឺនៅកន្លែងផ្សារបាទនេះគឺអនុស្សាវរីយ៍រូបចាស់ដែលកន្លងផុតទៅបាទគឺផុតជាមួយបងស្រីបាទបងស្រីគឺមានរាងស្អាតតែចូលរួមសោកស្ដាយសម្រាប់ការឆក់ស្លាប់នៅកន្លែងផាកនៅខេត្តសៀមរាបបាទសូមរីករាយទស្សនា